สำหรับบะหมี่เต็มนี่คือจิ้มกับซอสเต็มของผมจานเป็นเด็ดบอกให้คือเวียแปะมองใจฮะจานให้ต่อมาคือยำเลี้ยงจมูกหนังสไลด์กับยำมีไอ้ตาอย่างที่รู้จักคือซูชิงานเต็มดองbạn chỉ đụng bấm tê các bạn đây bằng ổn thôi tại dương chỉ đủ cho tới đâm bay vì mình chỉ hal hal là bằng ổn này nhận chỉ một dân tập bí bằng ổn ngon chưa ជំរាបសួរពុកម៉ែបងប្អូនចាសម្រាប់ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំមានជាមួយនឹងស្វាយត្រាំបងប្អូនចង់ដឹងថាពីរបៀបធ្វើបែបណាចាស់តើមើលជាមួយខ្ញុំទាំងអស់គ្នាសម្រាប់ស្វាយណាបងប្អូនខ្ញុំមានចំនួន1គីឡូជាងហើយនិយាយទៅស្វាយនេះត្រឹមតែដាច់ចិត្តទិញបងប្អូនចារាល់ដងស្វាយថ្លៃគឺអត់ទិញទេតែដោយសារថ្ងៃហ្នឹងទៅផ្សារស្វាយរៀងតម្លៃធូរថ្លៃទៅទិញហើយតម្លៃធូរថ្លៃហ្នឹងគឺ1គីឡូ2500បងប្អូនចាហើយបើសួរថាស្វាយថ្លៃហ្នឹងអត់ហ៊ានយកមកធ្វើញ៉ាំហ្នឹង1គីឡូប្រហែលចាបងប្អូនត្រឹមតែ4000ទេតែដោយសារតែយើងគិតថាចាំដល់ពេលរៀងធូរថ្លៃតិចចាំយើងញ៉ាំអញ្ចឹងណាបងប្អូនអញ្ចឹង1គីឡូត្រឹមតែ2500រៀលទេពេលដែលកំពុងតែចិត្តសបកស្វាយហ្នឹងគឺខ្ញុំដាក់ដាំទឹកចោលបងប្អូនពេលដែលទឹកពុះគឺខ្ញុំចាប់ដើមចាក់ស្វាយចូលភ្លាមតែម្ដងពេលដែលចាក់ស្វាយចូលភ្លាមហើយគឺខ្ញុំចាប់ដើមស្រង់ស្វាយចេញចាក់ចេញពីឆ្នាំងភ្លាមណាបងប្អូនពេលដែលចាក់ចេញហើយគឺខ្ញុំចាប់ដើមដាក់ជាមួយនឹងទឹកកកចូលត្រាំមួយផ្លែតហើយទើបខ្ញុំចាប់ដើមចាក់ស្វាយសម្រស់នឹងកញ្ច្រែងពេលដែលសម្រស់ស្វាយរួចរាល់ហើយគឺខ្ញុំចាប់ដើមយកស្ករសមកចាក់ណាបងប្អូនពេលដែលចាក់ស្ករសហើយគឺដាក់អំបិលបន្តិចមកច្បាយគឺខ្ញុំចាប់ដើមច្បាច់វាច្បល់បញ្ចូលគ្នាហើយពេលដែលសព្វសាច់តែមួយហើយគឺខ្ញុំចាប់ដើមចាក់ដាក់ប្រអប់បែបនេះចាពេលដែលចាក់ដាក់ប្រអប់ហើយសកត់វាបែបនេះមកបងប្អូនចាហើយគឺខ្ញុំរក្សាទុកក្នុងទូចំនួន1យប់ហើយនៅពេលដែលបាន1យប់ហើយគឺខ្ញុំចាប់ផ្ដើមយកស្វាយនឹងចេញមកគឺខ្ញុំចាប់ផ្ដើមបុកបម្ទេសបងប្អូនចាសម្រាប់បម្ទេសដែលខ្ញុំបុកថ្ងៃនេះគឺខ្ញុំបុកបម្ទេសខ្ទឹមហើយនឹងស្ករបងប្អូនចាគឺខ្ញុំយកបែបផ្អែមហើយឈ្ងុយខ្ទឹមហើយសម្រាប់ខ្ញុំមិនសូវជាប្រកែហិលមកនេះបងប្អូនចឹងខ្ញុំដាក់ម្ទេសដៃនាងបន្តិចមកហើយខ្ញុំប្រើជាមួយនឹងម្ទេសម៉ាឡេដើម្បីយកពណ៌ឲ្យស្រស់ស្អាតហើយបើថាឃើញហើយបងប្អូនចាមិនស្រក់ទឹកមាត់ខ្ញុំជឿជាក់ថាมันអាចទៅរួចទេសម្រាប់អ្នកដែលចូលចិត្តម្ជូរគឺឃើញហើយគឺស្រក់ទឹកមាត់តែម្ដងហើយដូចខ្ញុំនិយាយចឹងសម្រាប់បងប្អូនចង់ធ្វើស្វាយត្រាំញ៉ាំចាធ្វើដូចខ្ញុំអញ្ចឹងគឺស្រួយរាវតែម្ដងបងប្អូនចាហើយយើងអាចទុកបានយូរ3-4ថ្ងៃអីដែរអញ្ចឹងណាបើសិនជាយើងដាក់ក្នុងទូបងប្អូនឥឡូវសម្រាប់បុកម្ទេសខ្ញុំម្ទេសបុកឬក៏អំបិលម្ទេសហ្នឹងណាបងប្អូនចានិយាយចង់ខុសគឺរួចរាល់ហើយបងប្អូនចាប់ដើមដួសដាក់ចានហើយបងប្អូនមើលតំណងបែបនេះតែម្ដងសម្រាប់អ្នកអត់ចូលចិត្តហិលណាបងប្អូនអាចប្រើជាមួយនឹងម្ទេសម៉ាឡេទៅគឺឃើញពណ៌ស្រស់ស្អាតបែបនេះតែម្ដងនេះគឺជាអំបិលស្ករខ្ទឹមបងប្អូនចាពេលដែលបុកហើយគឺវាបែកប៉ែមកអញ្ចឹងណាចាហើយបន្ទាប់មកគឺខ្ញុំមានជាមួយនឹងស្វាយរបស់ខ្ញុំនេះឯងស្វាយត្រាំរបស់ខ្ញុំនេះ1គីឡូជាងបាន2ប្រអប់បែបនេះហើយអីយ៉ាសុំទោសយ៉ានេះគឺទឹកដែលមាននេះគឺទឹកស្ករដែលចេញមកបងប្អូនហើយនិយាយថាធានាថាស្រួយធ្វើតាមវិធីរបស់ខ្ញុំនេះគឺស្រួយហ្មងពណ៌មើលអត់ឃើញស្អាតទេណាបងប្អូនតែនិយាយពីរសជាតិគឺស្រួយឆ្ងាញ់តែម្ដងបាច់ជ្រលក់អំបិលទេសក៏បានដែរបងប្អូនអើយតែយើងជ្រលក់ចុះទៅដើម្បីឲ្យវាមានជាតិហិលណាបងប្អូននាងញ៉ាំជាមួយយើងកាពីបងប្អូនហ្នឹងអញ្ចឹងអត់ជូរទេតែមកទេនេះបាក់ទៅចិត្តទេហើយយើងព្រមទេដៃយើងនេះគឺកំទេមកលេអត់ទៅហល់ទេអានតាមតាមទេច្រើនទេហ្នឹង